នៅក្នុងវីដេអូនេះបងប្អូននឹងដឹងអំពីសាច់រឿងចំនួន2សាច់រឿងតាក់ទងជាមួយនឹងវិស័យកីឡាប្រដាល់គុនខ្មែរបាទសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករខំខ្លានាងហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករសែនរ៉ាដេតដូច្នេះដើម្បីកុំឲ្យខាតពេលយូរតោះយើងទៅតាមដានស្ដាប់ទាំងអស់គ្នាយើងចូលសាច់រឿងទី1សិនគឺពាក់ព័ន្ធជាមួយនឹងកីឡាករខំខ្លានាងបងប្អូនច្បាស់ជាស្គាល់ហើយបាទសម្រាប់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអ្នកតែងតែមើលការប្រកួតបាទគុនខ្មែរច្បាស់ណាស់ថាស្គាល់ហើយព្រោះអីខំខ្លានាងមិនមែនជាកីឡាករថ្មីថ្មោងមិនមែនជាកីឡាករថ្នាលទេកីឡាករមានអត់ចិត្តធំបាទគឺខំខ្លានាងបាទកីឡាករជើងចាស់មួយរូបក្នុងប្រភេទគីឡូតូចបងប្អូនណាបាទហើយឃើញថាមួយរយៈចុងក្រោយនេះស្ងាត់ការប្រកួតឥឡូវនេះឃើញថាកាលពីម្សិលមិញបាទគាត់បានធ្វើការបង្ហោះនៅលើបណ្ដាញសង្គម Facebook Page ផ្លូវការរបស់គាត់តាក់ទងជាមួយនឹងទទួចលក្ខណៈថាខ្ញុំដាច់បាយហើយគឺជាពាក្យដាស់តឿនខ្លួនឯងបាទគាត់ទៅសេបែបហ្នឹងហើយគាត់ថាខ្ញុំមិនមែនស្រែកសុំជំនួយអីទេគ្រាន់តែសុំការងារធ្វើប៉ុណ្ណោះបងប្អូនបាទអញ្ចឹងនេះគឺជាការលើកឡើងរបស់កីឡាករខំខ្លានាងបាទហើយគាត់ថាតាំងកូវីដទៅបាត់អត់បានវាយថាតាំងមានសង្គ្រាមទៅបាត់អត់បានវាយតែតទៅពេលឥឡូវអត់មានសង្គ្រាមអត់មានអីគេវាយបានធម្មតាតែគាត់នៅតែអត់បានវាយដដែលបងប្អូនបាទអញ្ចឹងនេះគឺគួរឲ្យចាប់អារម្មណ៍មួយដែរការលើកឡើងរបស់កីឡាករខំខ្លានាងបងប្អូនគាត់មិនមែនជាការតូនត្អូញត្អែទេគ្រាន់ថាគាត់ទទួលចង់បានការចាប់គូឲ្យបានវាយគេណាបងប្អូនបាទព្រោះគីឡូតូចបច្ចុប្បន្ននេះក៏មិនមែននេះដែរបាទគីឡូតូចបច្ចុប្បន្ននេះក៏មានទីផ្សារដែរមិនមែនថាទីផ្សារតែគីឡូធំទេគីឡូតូចក៏មានទីផ្សារដែរហើយអញ្ចឹងបើសិនជាអាចបាទជួយសេរីសរងដាក់ចាប់គូឲ្យគាត់បានវាយផងបាទកីឡាករជើងចាស់ហើយគាត់វាយនៅលើសាយវៀនចាញ់ឈ្នះដឹងតែល្អមើលបងប្អូនហើយហេតុអីបានជាគាត់អត់មានឈ្មោះប្រកួតបាទចឹងបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយតាក់ទងជាមួយនឹងការលើកឡើងរបស់កីឡាករខំខ្លានាងសូមបញ្ចប់សាច់រឿងខំខ្លានាងយើងចូលសាច់រឿងទី2ដែលរឿងទី2នេះគឺពាក់ព័ន្ធជាមួយនឹងកីឡាករសែនរ៉ាដេតបងប្អូនបាទសែនរ៉ាដេតគាត់បានលើកឡើងនៅបណ្ដាញសង្គមកាលពីប្រហែលជា4ម៉ោងមុនបាទគាត់ថាអ្វីដែលធ្វើឲ្យខ្ញុំឈឺចាប់បំផុតគឺការមិនអាចដណ្ដើមបានជ័យជំនះជូនពុកម៉ែបងប្អូនទៅវិញទេបាទអញ្ចឹងហើយក៏ដាក់រូបការប្រកួតដូចជានៅជប៉ុនបងប្អូនបាទហើយឃើញថាសែនរ៉ាដេតការចេញទៅប្រកួតនៅក្រៅប្រទេសរបស់គាត់គឺមិនដែលបានជោគជ័យទេបងប្អូនបាទគឺថាចាញ់ច្រើនមែនទែនបាទហើយការចាញ់របស់គាត់ទៀតសោតគឺមិនមានជាការស្ដីបន្ទោសពីអ្នកគាំទ្រទេមានតែការលើកទឹកចិត្តបាទមូលហេតុគឺដោយសារតែការប្រកួតរបស់គាត់អស់ពីចិត្តអស់ពីថ្លើមហើយបងប្អូនអើយបាទកីឡាករការប្រកួតបែបនេះបាទកម្រមានណាស់ចិត្តកីឡាករបែបនេះបងប្អូនបាទសង្ឃថាឈរលេងនឹងមិនក៏ដោយបាទគាត់តើគាត់ទៅភ្លឹងតែម្ដងបានគាត់លេងងើបតែថាអាចងើបបានគាត់នៅតែតថេតថាសមកតស៊ូតតែគ្រប់ទឹកឲ្យគេបងប្អូនបាទអញ្ចឹងកម្រមានទឹកចិត្តកីឡាករបែបនេះណាបងប្អូនបាទទោះបីជាចាញ់ទៅចាញ់ហើយចាញ់ទៀតចាញ់ហើយចាញ់ទៀតទាំង promoter ក៏មិនស្ដីបន្ទោសកើតទាំងអ្នកគាំទ្ររឹតតែមិនស្ដីបន្ទោសកើតដោយសារតែទឹកចិត្តមោះមុតរបស់កីឡាករសែនរ៉ាដេតនេះហើយបងប្អូនបាទហើយបងប្អូនយល់យ៉ាងណាដែរបាទបងប្អូនបាទចំពោះគីឡូតូចបាទរឿងសែនរ៉ាដេតនិងខំខ្លានាងនេះបាទគីឡូតូចខ្ញុំជឿថាបងប្អូនប្រហែលជាធ្លាប់ឃើញការប្រកួតរវាងកីឡាករខំខ្លានាងជាមួយនឹងកីឡាករសែនរ៉ាដេតហើយបាទប៉ះប៉ាំងទៅប៉ាំងមកប៉ាំងទៅប៉ាំងមកគឺមិនធម្មតាទេបងប្អូនបាទមិនធម្មតាទេពួកគាត់ទាំងពីរនាក់សិតតែជាកីឡាករលំដាប់ស្រុកខ្មែរក្នុងប្រភេទគីឡូតូចហើយជាកីឡាករជើងចាស់ទៅទៀតបងប្អូនបាទអញ្ចឹងបងប្អូនក៏អាចចូលរួមជាមតិយោបល់ម្នាក់មួយបាទវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា